ចាសស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចេញស្នាដៃធ្វើម្ហូបម្ដងតែខ្ជិលប្រាប់បងប្អូនថាខ្ញុំធ្វើម្ហូបអីគេខ្លះឥឡូវមើលវីដេអូហ្នឹងហ្មងទៅមើលឲ្យដល់ចប់ទៅដឹងថាធ្វើម្ហូបអីគេហើយឥឡូវចេញមកគឺយើងកិនសាច់ជាមុនសិនកិនសាច់នេះខ្ជិលឲ្យច្រាមអញ្ចឹងយើងកិនហ្មងទៅលឿនវឹបហើយបន្តមកទៀតពេលទឹកពុះហើយគឺខ្ញុំដាក់ហៃវីហើយស្រង់នេះដាច់lạiពីគ្នានេះគឺខ្ញុំចង់បញ្ជាក់ប្រាប់ថាយើងត្រូវលាងឲ្យស្អាតណាលាងឲ្យកាត់អីរៀបចំអញ្ចឹងមកអញ្ចឹងបងប្អូនមើលតាមវីដេអូមកខ្ជិលរ៉ៃរ៉ាប់ច្រើនណាស់ព្រោះអីបងប្អូនច្បាស់ជាចេះហើយមើលតែត្រឹមហ្នឹងក៏ដឹងថាចេះក៏ដឹងថាមិនបាច់ប្រាប់ថាហូបអីក៏ដឹងថាធ្វើអីដែរតមកទៀតយើងលាយគ្រឿងច្បល់ចូលគ្នាទៅហើយបន្ទាប់ពីច្បល់អត់បានសម្រេចគឺយើងច្បាច់វាវិញម្ដងបន្តហើយអស់ពីយើងច្បល់លើយើងច្បាច់វាបន្ទាប់ពីច្បាច់វាហើយគឺយើងចាប់ដើមញាត់វាតែម្ដងគឺញាត់ម្រះហ្នឹងស្ងោរម្រះហ្នឹងហើយពេលទឹកពុះហើយយើងដាក់ម្រះចូលហើយពេលដាក់ហ្នឹងហើយខ្ញុំជាទូទៅពេលខ្ញុំដាក់ឲ្យលិចម្រះហ្នឹងរួចហើយគឺខ្ញុំអត់កូរទៀតទេកុំឲ្យវាបែកវាធ្លាយចេញអាសាច់ជ្រូកនេះមកអញ្ចឹងដល់ពេលនេះខ្ញុំនៅសល់ខ្ញុំធ្វើច្បាច់វាឲ្យទៅជាប្រហិតអញ្ចឹងទៅសល់តែប៉ុណ្្នឹងឯងប៉ុណ្្នឹងដុំរួចហើយដាក់បន្ថែមចូលក្នុងសាឡនៅប៉ុណ្្នឹងទៅតមទៀតគឺដាក់គល់ខ្ទឹមមកតង់រួចហើយវាពុះអញ្ចឹងដួសពពុះឬអីចេញរួចដាក់គ្រឿងក្រៅទៅតាមដែលបងប្អូនធ្លាប់ធ្វើហ្នឹងទៅអានេះខ្ញុំធ្វើញ៉ាំបែបធម្មតាហ្នឹងអញ្ចឹងអត់ចេះរៀបរាប់ទេតមទៀតអត់ភ្លេចមួយទឹកត្រីទេគឺទុកញ៉ាំក្រៅហើយនេះគឺចាប់ដើមចិត្តឆ្អិននេះឆ្អិននេះឃើញអាតំណងអត់ស្នាដៃទេតរំចេញបានមកវីដេអូងាយទេបងប្អូនហើយបើចេញឲ្យមើលទៅដល់ពេលយើងឆ្អិនហើយនេះដាក់លឹកខ្ទឹមនេះតែប៉ុណ្ណឹងដួសដាក់ចានញ៉ាំបានហើយអត់មានបាក់អីទៀតទេ